เว็บซัวบองบองไทยนี่ខ្ញុំមកប្រាប់ពីវិធីថែទាំផើងដីដាំជាមួយរុក្ខជាតិហ្នឹងបងបងយកផើងដីទៅវាមានទឹកឯងអញ្ចឹងយើងត្រូវចាក់ទឹកពពេញវាឲ្យពេញមកដើម្បីផ្ដល់សំណើមដល់រុក្ខជាតិខាងក្រៅផងទីតាំងដាក់បងបងអាចដាក់ពលឺ 50% បងបងដាក់តាំងក្នុង office ក៏បានដែរប៉ុន្តែត្រូវតែបន្ទប់បងបងហ្នឹងមានសីតុណ្ហភាពត្រជាក់អត់ក្តៅអត់ហប់ខ្យល់អាកាសល្អអញ្ចឹងបងហើយសម្រាប់រុក្ខជាតិខាងក្រៅបងបងអាចស្រោចទឹកមួយថ្ងៃម្ដងបានស្រោចម្ដងគឺឲ្យជោគតែម្ដងរុក្ខជាតិទាំងអស់នៅជាប់ផើងហ្នឹងវាចូលចិត្តសំណើមខ្ពស់ចូលចិត្តទឹកខ្លាំងមែនតើប៉ុន្តែមិនមែននៅក្នុងទូថៃបានទេណាមានបងបងជាច្រើនក៏សួរថាដាក់ក្នុងទូចិញ្ចឹមថៃបានអត់ទាំងអស់ហ្នឹងវាអត់ចូលចិត្តនៅក្នុងទឹកទេដាក់នៅក្នុងទឹកដូចសារាយហ្មងអត់បានទេណាបងវាចង់បានសំណើមសើមតែមួយសើមទេអត់ចង់ថានៅក្នុងត្រាំទឹកហ្មងឯណាបងចង់បានយកទៅដេក័រតាមកន្លែងអាងត្រីកន្លែងទឹកជ្រោះអីគឺបានក្នុងសួនផ្កាបងមានកន្លែងម្លប់តិចក៏យើងអាចដាក់តាំងដេក័របានដែរបងថាយកទៅបយួរបានអត់ក៏ចង់បយួរបងមានខ្សែបយួរបងចង់បយួរក៏បានដែរប៉ុន្តែដូចខ្ញុំប្រាប់អញ្ចឹងពលឺបានតែ 50% ទេអត់ក្តៅខ្លាំងទេវាចូលចិត្តសំណើមខ្ពស់ខ្លាំងមែនតើជាតិទាំងអស់ហ្នឹងមិនមែនដុសភ្ជាប់នឹងផើងតែម្ដងទេណាបងគឺមានម៉ោះនៅខាងក្រោមគុំនៃផ្កានីមួយម៉ោះនេះគឺជួយផ្ដល់សំណើមហើយរុក្ខជាតិហ្នឹងអាចចាក់ឬបានល្អដោយសារម៉ោះព្រោះម៉ោះវាជក់ទឹកបានល្អបងក្នុងផើងហ្នឹងគឺវាជ្រាបតាមផើងហ្នឹងធ្វើឲ្យរុក្ខជាតិមានសំណើមបានពេញមួយថ្ងៃតែម្ដងបងបាច់ដូរទឹកក៏បានដែរព្រោះវាជ្រាបមករហូតធ្វើឲ្យរុក្ខជាតិយើងដុះល្អប៉ុន្តែបើអស់ទឹកក្នុងក្អមបងថែមទឹកឲ្យពេញវិញទៅថាយកដាក់ចិត្តបន្ទប់ទឹកបងបានអត់បានបងនិយាយទៅឲ្យតែកន្លែងមានសំណើមហើយមានពលឺ 50% អត់ក្តៅខ្លាំងពេកក៏អត់មលប់ខ្លាំងពេកដែរល្ងិតក៏វាអត់អាចរស់បានដែរអញ្ចឹងពលឺគឺល្មមឲ្យរុក្ខជាតិដុះដូចដែលខ្ញុំបានបង្ហាញបងអញ្ចឹង